ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការរៀនភាសាចិនហើយថ្ងៃនេះដែរខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាពីសឹងឈឺចាអញ្ចឹងពាក្យដែលយើងរៀនពាក្យទី1អានថា寺庙寺庙寺庙វត្តអារាមចា寺庙វត្តអារាមពាក្យទី2宵夜宵夜宵夜ចា宵夜មានន័យថាលាងបាបពាក្យទី3យើងអានថាឈៀនឆងឈៀនឆងឈៀនឆងចាអញ្ចឹងឈៀនឆងមានន័យថាជ្រះថ្លាពាក្យទី4យើងថាឈោឈៀនឈោឈៀនឈោឈៀនចាឈោឈៀនមានចាក់គម្ពីរយើងចាក់គម្ពីរចង់ទូទាយជោគវាសនាអីចឹងណាចាឈោឈៀនចាក់គម្ពីរពាក្យទី5មានថាលីងយានលីងយានលីងយានចាលីងយានមានន័យថាស័ក្តិសិទ្ធិលីងយានពាក្យទី6អានថា祈愿祈愿祈愿ចាចឹង祈愿យើងថាបន់យើងបកថាបន់ស្រន់ចាបន់ស្រន់ពាក្យទី7យើងថា还愿还愿还愿ចាលាបំណន់还愿លាបំណន់ពាក្យទី8អានថា保佑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 មានន័យថាថែរក្សាការពារពាក្យទី9晕视晕视晕视ចា晕视មានន័យថាញីអ៊ុនឬក៏រាសីពាក្យទី10អានថា改运改运改运លើករាសីឬក៏កែប្រែវាសនាអីចឹងទៅចុះ改运លើករាសីពាក្យទី11អានថា酸命酸命酸命ចា酸命មានន័យថាទុទាយចាទុទាយពាក្យទី12算命人算命人算命人គ្រូទាយចាពាក្យទី13អានថា风水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 ពាក្យទី14风水师风水师风水师មានគ្រូហុងស៊ុយចាអញ្ចឹងខ្ញុំអានអ្នកទាំងអស់គ្នាម្ដងទៀត寺庙វត្តអារាម宵夜លាបាបឈៀនឆងជ្រះថ្លាឈោឈៀនចាក់គម្ពីរលីងយានស័ក្តិសិទ្ធិឈីយួនបន់ស្រន់还愿លាបំណន់保佑ថែរក្សាការពារ晕视ញីអ៊ុនឬក៏រាសី改运លើករាសី算命ទុទាយ算命人គ្រូទាយ风水ហុងស៊ុយ风水师គ្រូហុងស៊ុយអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកអ្នកទាំងអស់គ្នាតែប៉ុណ្ណឹងហើយប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានហើយប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share ដើម្បីបានវីដេអូថ្មីៗបន្តទៀតអរគុណជួបគ្នាលើកក្រោយ谢谢下次再见